គឺជាអ្នកគ្រូសេដាជាគ្រូបង្រៀនដែលស្អាតឆ្លាតពូកែហើយក៏សម្បូរស្នេហ៍តែខ្ញុំដែរចំណាំណាអ្នកណាក៏មើលខ្ញុំដែរអូយស្លាប់ហើយខ្ញុំតាយើងនេះឲ្យយើងយកប្តីនិយាយថាម៉េចអ្នកណាជាអ្នកធ្វើបច្ចេកនេះខ្ញុំសួរថាអ្នកណាជាអ្នកធ្វើគឺខ្ញុំលោកប្រធានប៉ុន្តែមុននឹងខ្ញុំចូលឲ្យលោកប្រធានមើលអ្នកស្រីមេកាក៏បានត្រួតពិនិត្យហើយតើអញ្ចឹងហ៎លោកប្រធានតែពេលដែលខ្ញុំត្រួតពិនិត្យការងារនេះខ្ញុំឃើញថាការងារនេះល្អហើយតើល្អហើយតែខ្ញុំមើលមិនឃើញល្អត្រង់ណាទេខ្ញុំជួនអ្នកនរគ្នាឲ្យមកធ្វើការដោយប្រើខួរក្បាលមិនក៏ការងារចេញមកអត់បែបនេះបើធ្វើការមិនយកចិត្តទុកដាក់បែបនេះអ្នកគ្នាចេញអត់ទៅយកការងារទៅធ្វើថ្មីទៅហើយមិនបាច់ភ័យទេលោកប្រធានតែប៉ុណ្្នឹងឯងនេះស្លាប់ហើយលោកប្រធានខឹកបែបនេះតើពួកយើងត្រូវដាច់ចេញទៅទេអូយមិនដឹងទេនាងនឹងហើយណាធ្វើការមិនចេះធ្វើការល្អទេតែខ្ញុំឲ្យចេះពិនិត្យហើយតើអូយឥឡូវនេះក៏ធ្វើយ៉ាងម៉េចតើមានធ្វើម៉េចការងារនឹងធ្វើថ្មីទាំងអស់ហ្នឹងណានេះមិននឹកស្មានថាលោកប្រធានកាយថ្នាក់នឹងសោះមែនតើនៅនិយាយគ្នាណាទៀតឆាំបែកគ្នាធ្វើការងារថ្មីទៅតិចលោកប្រធានដេញយើងទាំងអស់គ្នាមានហើយប្រយ័ត្នបែកគ្នាធ្វើការថ្មីទៅណាអូយបាទយាយខ្ញុំបាយសិនអត់អូយបាញ់យ៉ាងម៉េចអីទេហៅលោកប្រធានខឹកឡើងហើយលោកប្រធានចាំជុំគ្នានៅផ្ទះជាអ្នកគ្រូសេដាជាគ្រូបង្រៀនដែលស្អាតឆ្លាតពូកែហើយក៏សម្បូរស្នេហ៍តែខ្ញុំដែរចំណាំណាអ្នកណាក៏មើលខ្ញុំដែរស្លាប់ហើយខ្ញុំស្គាល់តែបាក់ឡាក់ទៅទាំងរស់នេះអូយណែអញ្ចឹងមកឲ្យបាក់ជើងខាងទៀតក៏មានបញ្ហាដែរណែឈួតទេអីម្ដាលើចូលពេញផ្លូវបាឡានបោកស្រាប់គិតយ៉ាងម៉េចសង្ហាទៅរូបទេតែស្ដីយ៉ាប់ណែលោកជីនេះបាឡានបោកខ្ញុំនេះគេតែខ្ញុំជីនេះខុសអីត្រូវហើយនាងជីអ្នកខុសអូយណែមកជួយខ្ញុំសិនចាំនិយាយគ្នាទៀតឲ្យលឿនមកជួយណែកូននោះគ្នាទៅក្រៅអស់ទៅហើយតើថាឡងជាប្រុសសង្ហាតែលោកជាអ្នកបោកខ្ញុំដូច្នេះហើយលោកជាអ្នកខុសខ្ញុំមិនបានខុសទេនាងជាអ្នកមកឈរកណ្ដាលផ្លូវខ្លួនឯងតើនេះនិយាយស្អីហ្នឹងនេះលោកជាកូនប្រុសហើយមានទំនួលខុសត្រូវបន្តិចទៅណាលោកបោកឡានបោកខ្ញុំកូនខ្ញុំក៏គេឃើញគ្រប់គ្នាហើយជាលោកមិនទាន់ដឹងទេណាខ្ញុំក៏ជាគ្រូបង្រៀននៅទីនេះហើយខ្ញុំក៏ស្អាតផងដែរណាខ្ញុំមិនបានសួរទេនេះលេខរបស់ខ្ញុំចង់បានប្រហែលក៏ទេទៅខ្ញុំទៅមិនក៏សំតោទេមិនអីក៏ចិត្តយ៉ាងនេះតើរឿងអីមិនគ្រូគ្មានស្អីទេលោកគ្រូខេណាតអញ្ចឹងខ្ញុំទៅបង្ហាត់សិស្សហើយណាកូនចុះថាណាអាយុកូនចុះថាកូនចុះស្អីអញ្ចឹងដេឌីចាំកណាទៅហើយគឺខ្ញុំមានណាត់ជាមួយមិត្តភក្តិហ្នឹងឯងលោកប៉ាអញ្ចឹងខ្ញុំទៅសិនណាលោកប៉ាមិនបាច់ចាំឲ្យអ្នកបម្រើតាមខ្ញុំទេណាឈប់សិនចាមិនចាំបាច់ទេណាលោកប៉ាគឺខ្ញុំមានលុយចាស់ហើយណាប៉ាមិនមែនចង់ឲ្យលុយឯងទេអញ្ចឹងលោកប៉ាហៅខ្ញុំទៅស្អីប៉ាចង់ឲ្យឯងទៅមើលគូសកលគេណាត់មើលខ្លួនស្អីនេះហាមកគូសកលស្អីទៅលោកប៉ាបើនិយាយស្រួលស្រាប់ទៅគឺប៉ាចង់ឲ្យឯងមានប្តីលោកប៉ានេះលោកប៉ាចង់និយាយលេងជាមួយខ្ញុំមែនទេប៉ានិយាយមែនទេនេះខណោគេណាត់រួចហើយស្អែកនេះឯងត្រូវតែមើលខ្លួនតែខ្ញុំនេះមិនទាន់ចង់បានប្តីទេណាលោកប៉ាឯងនៅចាំដល់ពេលណាទៀតនេះអាយុជិត30ស្អែកនេះហើយប៉ាមានកូនស្រីតែមួយបើសិនជាឯងមិនយកប្តីតើបានអ្នកណាមើលការខុសត្រូវក្រុមហ៊ុនរបស់ប៉ានោះគឺអាសុកមកអីឲ្យអាសុកវាមើលទៅអាសុកវាជាកូនចៅតែកូនគឺជាកូនបង្កើតលោកប៉ាតែខ្ញុំបើសិនជាឯងមិនធ្វើតាមប៉ាទេប៉ានឹងដកកាត credit ហើយឡានក៏ប៉ាមិនឲ្យឯងប្រើដែរនេះប៉ាកំពុងតែធ្វើទរណកម្មកូនខ្លួនឯងហើយណាអូយឈុតប៉ុណ្ណឹង
ទៅត្រៀមឡានតែអសុកយើងទៅក្រុមហ៊ុន បានលោកគ្រូ អរគុណណាស់លោកគ្រូដែលបានជួយខ្ញុំមកដល់ផ្ទះ មិនអីទេតែព្រឹកមិញមានរឿងអីមែន អូមានរឿងតិចតួចតែមិនអីទេលោកគ្រូខ្ញុំដល់ស្រេចគ្នារីកហើយយ៉ាងណាក៏អរគុណលោកគ្រូម្ដងទៀតដែលបានជួយខ្ញុំមកអញ្ចឹងខ្ញុំចូលផ្ទះហើយណា បាទ ធ្វើណានេះពីស្គត់មែនតើហើយស្អីនេះមកតើដេកតាំងម្លេះ គឺកន្លែងការងារខ្ញុំមានបញ្ហាណាបង មានបញ្ហាអី គឺលោកប្រធានគាត់ពេញចិត្តនឹងការងាររបស់ពួកខ្ញុំព្រឹកមិញនេះគាត់លេងស្ដីឲ្យម្ចាស់ដៃនឹងស្ពឹកមុខតែម្ដង ដល់ម្លឹងផងអីពេញចិត្តឬក៏ពេញចិត្តក៏គ្មានស្ដីទៅស្រីឲ្យដែរហើយលោកប្រធានឯងជំរុញយ៉ាងម៉េច គឺ ណែបើតាមគិតណាគឺសំដែងអាក្រក់មុខយ៉ាប់ណែទៅលេចចាប់ពីកន្លែងការងារហ្នឹងទៅ បើខ្ញុំឈប់បានការងារណាធ្វើបងឲ្យមកធ្វើគ្រូរៀននៅបងហ្នឹងអីអើយខ្ញុំធ្វើមិនកើតទេ ស្មានតែយើងនេះចាំធ្វើជាគ្រូបរិញ្ញាអីហត់សឹងស្លាំចឹងក៏ចាំធ្វើការងារក្រុមហ៊ុនដែរប៉ុន្តែដល់ពេលឆ្នាំកន្លែងហើយគេមិនយកយើងផងហើយចាំម៉ែតាណា ខ្ញុំក៏មិនដឹងដែរទៅតែម្ដងមិញដូចតែគ្នា ម៉ែហើយម៉ែតាស្អីហ្នឹងម៉ែកាត់ស្អីហ្នឹងណែម៉ែកាត់ស្អី ខ្ញុំមិនដឹងទេ ម៉ែជំពាក់គេ8លាន ហាហើយម៉ែទៅធ្វើស្អីអត់ជំពាក់គេ8លាននោះ គឺអឺ កុំប្រាប់ណាថាម៉េចជួយគេដោយសារលេងល្បែង មុនតមកនេះថាលេងទីបន្តិចទេបន្តិចវាជ្រុលខ្លួន ម៉ែខ្ញុំប្រាប់ម៉ែប្រហែលដងហើយថាល្បែងវាតែវិនិច្ឆ័យហើយមុនណាខ្ញុំចាយចាស់20ម៉ឺនហើយម៉ែទៅប្រឹងធ្វើអីអូយ ណែពុកឯងទាំងពីរត្រូវទៅជួយម៉ែណាបើមិនជួយម៉ែគេរឹបអូសយកផ្ទះនេះហើយ ហាម៉ែ8លានណាខ្ញុំទៅរកមកពីណាបានប្រាក់ខែខ្ញុំរងថ្ងៃចាយមិនគ្រប់ផង សេដាកូនត្រូវជួយម៉ែណាកូន ម៉ែ8លានខ្ញុំទៅរកមកពីណា មិនជួយក៏ទៅដេញផ្ទះឯគេដាក់យកចាំកូនកំម៉ាន់នៅចិត្តទៅវត្តហើយអញមានលុយឯណាសងគេ ណែក៏មើលមុខខ្ញុំណា ដាក់អូយហើយ8លានអត់ខ្ញុំទៅរកមកពីណាអូយតែមកស្អីពេលនេះចាំម៉េចចាំជិះទៅរកអូយស្លាប់មិនខាត់ទៅនេះស្ដាយស្លាប់នឹងនេះហើយ ចាលោកចាគឺស្អែកនេះណាចារួចរាល់ហើយប៉ាវី រួចរាល់ហើយហ៎ ចាអូកូនចាំមកពីពេលណាហ្នឹងមកល្អហើយម៉ាក់កំពុងតែមានរឿងចង់ប្រាប់គឺថ្ងៃស្អែកនេះកូនត្រូវតែមើលខ្លួនកូនកំមគេហើយណា ណែម៉ាក់តើពេលណាតើម៉ាក់ជប់រើសគូសកលខ្ញុំអូយលោកប្រធានវ័យប៉ុណ្នេះហើយគឺល្មមម៉ៃ មែនហើយប៉ាម៉ាក់ក៏ចាស់ហើយប៉ាម៉ាក់ចង់ឃើញមុខចៅណា មែនទេកូនខាងនោះគ្រួសារគេក៏មិនចាញ់គ្រួសារយើងប្រហែលដែរ លោកប៉ាណែម៉ាក់សម័យនេះសម័យណាហើយជប់ចាប់គូខ្ញុំទៀតទៅខ្ញុំចង់រើសគូសកលដល់ខ្លួនឯង ចាំកូនរើតើពេលណាបើកូនពួកទៅធ្វើការងារហ្នឹង បានហើយកូនប៉ានឹងម៉ាក់បានណាត់គេរួចទៅហើយមិនទៅមើលសិនទៅត្រូវមិនត្រូវចាំគិតទៀត ស្អែកនេះរៀបចំខ្លួនឲ្យបានរួចរាល់ទៅណាព្រោះម៉ាក់រៀបចំគ្រប់យ៉ាងរួចហើយសម្រាប់ឲ្យប៉ាវីប៉ាយើងនេះឲ្យយើងយកប្តី និយាយថាម៉េច គឺប៉ាយើងនេះឲ្យយើងយកប្តីហ្នឹងណា អូយបធោអើយមិត្តយើងនេះជិតខ្លាចជាកូនកំមគេហើយតើ អូយណែឈួតទេយើងនេះមិនទាន់ចង់បានប្តីទេណា អញ្ចឹងអញកាត់យ៉ាងម៉េចគេជួយប៉ាអញបានដែរ មិនបានទេសេដាជួយយើងផងណា អូយយើងជួយបានទេពេលនេះយើងកំពុងតែជួបបញ្ហាដែរម៉ែយើងទៅជួយល្បែងគេ8លានពេលនេះយើងមិនដឹងថាត្រូវលុយណាបានទេ ហើយយើងស្លាប់ជាមិនខានទេនេះសេដាឯងត្រូវការលុយមែនទេ ត្រូវហើយ8លានរកស្លាប់ទាំងខ្លួនទៀតក៏យើងរកមិនបានដែរ ឯងកុំបារម្ភអីណាលុយប៉ុណ្ណឹងចាំយើងនេះជួយឯង អ្នកនាងកូនមហាសេដ្ឋីជិះដឹងណាថាឯងជាកូនអ្នកមានប៉ុន្តែនេះមិនមែនជារឿងតូចតាចទេ អូយលុយ8លានហ្នឹងមានអីទៅធំដុំ ចាំយើងនេះជួយឯងណាមិត្តឲ្យតែឯងនេះព្រមជួយយើង ជួយអីឲ្យយើងនេះទៅជួយអញយ៉ាងម៉េចឲ្យយើងទៅនិយាយជាមួយប៉ាឯងអូយជាមិនហ៊ានទៅនេះរដួលហើយ គឺមិនមែនបែបហ្នឹងទេ អោហើយបែបណាវិញ គឺបែបនេះណាយើងប្រកែកជាមួយប៉ាយើងក៏មិនកើតបើយើងទៅបនិសិទ្ធគេវិញគឺវាដូចមិនសមអញ្ចឹងហើយយើងធ្វើឲ្យគេបនិសិទ្ធយើងវិញទៅ មែនហើយតែធ្វើម៉េចទៅគេបដិសេធឯង គឺស្អែកនេះគេណាត់យើងមើលខ្លួនហើយតែយើងមិនចង់ទៅទេអញ្ចឹង
ឯងទៅជំនួយយើងបានអត់ អូយនេះរួនអីយើងជួយបានទេណា សិនស្ដាប់សិនមើល យើងស្ដាប់ទេឲ្យយើងទៅជំនួយនឹងឯងហ្នឹងអីអូយឈ្គត់មែនតើ អូយណាជួយយើងបន្តិចទៅណាណែបើឯងព្រមជួយយើងឲ្យឯង10លាន អូយមិនកើតទេ 15លាន អូបែបហ្នឹងកំកើតដែរ អញ្ចឹង20លាន អូអញថាម៉េច20លានអី ណាឯងជួយយើងបន្តិចទៅណាយើងនេះពិតជាមិនចង់ទៅមើលខ្លួនពិតមែនណាជួយតិចទៅណាគឺឯងទៅបដិសេធជាមួយគេតែបន្តិចគឺវាចាប់ទៅហើយឯងក៏បានលុយ20លានទៀត